សៀវភៅតម្រង់ទោសព្រះដ៏ឧត្តមដែលនិពន្ធដោយលោកគ្រូអូហ្វូល Chamber មានចំណងជើងថាការថ្វាយបង្គំដ៏ពិតប្រាកដព្រះគម្ពីរលោកុបាតជំពូក12 ខ 8 កើតចេញពីទីនោះទៅឯភ្នំនៅខាងកើតបេតអែលក៏ដំឡើងត្រសាលនៅឯនោះមានបេតអែលនៅជាខាងលិចនិងឯនៅខាងកើតហើយស្អាងអាសនាមួយថ្វាយព្រះយេហូវ៉ានៅទីនោះដែររួចអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាការថ្វាយបង្គំគឺជាការថ្វាយរបស់ល្អបំផុតដែលព្រះជាម្ចាស់បានប្រទានមកឲ្យអ្នកដូច្នេះសូមឲ្យបងប្អូនរក្សារបស់ល្អបំផុតដែលបានទទួលមកដោយប្រុងប្រយ័ត្នហើយថ្វាយទៅព្រះអង្គវិញនៅពេលណាទទួលពរពីព្រះជាម្ចាស់គឺថ្វាយពរនោះទៅព្រះអង្គវិញជាជំនួនដែលថ្វាយដោយសេចក្តីស្រឡាញ់ចេញពីចិត្តចូលប្រើពេលសញ្ជឹងគិតចំពោះព្រះជាម្ចាស់ហើយថ្វាយពរនោះដល់ព្រះអង្គវិញជាការគោរពបែបថ្លៃថ្នូរទាំងបដិញ្ញាចិត្តថាប្រសិនបើបងប្អូនយករបស់ណាដែលព្រះអង្គបានប្រទានមកអោយហើយលាក់ទុកសម្រាប់តែប្រយោជន៍ខ្លួននោះព្រះពរនោះគឺប្រៀបបាននឹងរបស់រលួយខាងវិញ្ញាណទោះយ៉ាងដូចជានំអាណាដែលបានខូចទៅកាលសាសអ៊ីស្រាអែលបានទុកសម្រាប់ហូបព្រឹកឡើងដែលព្រះគម្ពីរនិខាម៉ានាំងជំពូក16 ខ 12 ដល់ខ 20ព្រះជាម្ចាស់នឹងមិនអោយអ្នកយករបស់ដែលនៅខាងវិញ្ញាណមកទុកសម្រាប់ជាប្រយោជន៍ដល់ខ្លួនឯងឡើយគឺអ្នកត្រូវតែថ្វាយទៅទ្រង់វិញដើម្បីទ្រង់នឹងយកពរនោះទៅចែកចាយធ្វើជាព្រះពរដល់មនុស្សឯទៀតផងភូមិបេតអែលគឺចង់សំដៅទៅលើការមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ហើយភូមិឯគឺចង់តំណាងឲ្យលោកអាប់រ៉ាហាំបានបោះជំរំនៅរវាងភូមិទាំងពីរនោះមានន័យថាការបម្រើរបស់យើងចំពោះមុខមនុស្សគឺមានតម្លៃស្មើនឹងការទំនាក់ទំនងយ៉ាងជិតស្និទ្ធជ្រាលជ្រៅផ្ទាល់ខ្លួនដែលមានជាមួយនឹងព្រះជាម្ចាស់ការប្រញឹកប្រញាប់មុខតែនាំឲ្យពង្វេងផ្លូវជាមិនខានពីព្រោះសម្រាប់ការថ្វាយបង្គំព្រះជាម្ចាស់គឺតែងតែមានពេលវេលាសមរម្យហើយល្មមគ្រប់គ្រិនជានិច្ចការព្យាយាមតាំងឲ្យមានពេលវេលាដ៏ពិតប្រាកដមួយសម្រាប់ថ្វាយបង្គំព្រះខ្លាំងពេកក៏អាចคล้ายទៅជាអន្ទាក់មួយក៏ថាបានពីព្រោះថាទោះបីជាលោកីឡូឡាខ្លាំងយ៉ាងណាក៏ដោយក៏យើងត្រូវតែបោះជំរំរបស់យើងនៅកន្លែងមួយដែលអាចឲ្យយើងចូលទៅកិលព្រះជាម្ចាស់បានក្នុងចិត្តស្ងប់ស្ងាត់ហើយសុខសាន្តពីមួយថ្ងៃទៅមួយថ្ងៃក្នុងជីវិតរស់នៅខាងវិញ្ញាណនេះទោះបីជាបងប្អូនខ្លះអាចគិតថាមាន3ជំហានដូចជាទី1ការថ្វាយបង្គំទី2ការរងចាំពេលរបស់ព្រះនិងទី3ការបម្រើទោះយ៉ាងនេះក្តីក៏មិនមែនដំណើរការទៅដូចនេះទាំងអស់ទេតាមពិតក្នុងចំណោមយើងមានបងប្អូនខ្លះលោតទៅវិញទៅមកដូចជាកង្កែបខាងវិញ្ញាណគឺលោតពីការថ្វាយបង្គំទៅដល់ពេលរងចាំហើយលោតពីការរងចាំទៅដល់ការបម្រើតែតាមព្រះតម្រិះរបស់ព្រះជាម្ចាស់ការទាំង3នេះគួរក៏បីដល់ទន្ទឹមគ្នាជាដរាបយើងឃើញគំរូនេះយ៉ាងច្បាស់នៅក្នុងជីវិតព្រះយេស៊ូវគឺព្រះអង្គតែងតែធ្វើកិច្ចការឥតឈប់ឈរក៏ប៉ុន្តែក្នុងពេលជាមួយគ្នាទ្រង់មិនដែលធ្វើការអ្វីប្រញាប់ប្រញាល់ដែលក្នុងដំណើរជីវិតយើងមិនត្រូវរៀនធ្វើអ្វីប្រញាប់ប្រញាល់ទេគឺត្រូវតែហ្វឹកហ្វឺនដល់ពីមួយថ្ងៃទៅមួយថ្ងៃ